បឹងទន្លេសាបគឺជាបឹងទឹកសាបធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រៅពីការទទួលបានទឹកប្រមាណ 60% ពីទន្លេមេគង្គបឹងទន្លេសាបក៏ត្រូវបានទឹកហូរចូលដោយប្រព័ន្ធធារាសាស្ត្រធម្មជាតិដូចជាដៃស្ទឹងសំខាន់ៗទាំង11ដែលហូរចាក់ចូលពីតំបន់ជួរភ្នំខ្ពង់រាបជុំវិញបឹងទន្លេសាបបណ្ដាស្ទឹងទាំងនេះគឺជាអ្នកកំណត់តុល្យភាពទឹកក្នុងបឹងទន្លេសាបនិងតុល្យភាពសេដ្ឋកិច្ចប្រជាជនរស់នៅជុំវិញបឹងទន្លេសាបទាំងមូលដៃស្ទឹងសំខាន់ៗដែលយើងខ្ញុំបានលើកឡើងចំនួន11នេះបាននាំយកទឹកទាំងរដូវប្រាំងនិងរដូវវស្សាមកបំពេញបឹងទន្លេសាបដើម្បីងាយស្រួលស្វែងយល់យើងអាចបែងចែកស្ទឹងសំខាន់ៗទាំង11នេះជាពីរក្រុមគឺផ្នែកខាងលើនិងផ្នែកខាងក្រោមនៃទីតាំងភូមិសាស្ត្របឹងទន្លេសាបផ្នែកខាងលើស្ទឹងសែនគឺជាស្ទឹងដែលមានប្រវែងវែងជាងគេបំផុតនៅក្នុងចំណោមស្ទឹងដែលហូរចាក់ចូលទៅក្នុងបឹងទន្លេសាបនិងជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធជលសាស្ត្រក្នុងប្រទេសកម្ពុជាស្ទឹងសែនមានប្រភពមកពីជួរភ្នំដងរែកដែលជាប្រភពទឹកដ៏ចម្បងសម្រាប់ប្រើប្រាស់ដល់ការធ្វើកសិកម្មនិងជាពិសេសប្រភពទឹកដ៏សំខាន់ក្នុងការទ្រទ្រង់ក្រុមប្រាសាទសម្បូរព្រៃគុកនៅក្នុងខេត្តកំពង់ធំផងដែរស្ទឹងជីនិតជាស្ទឹងដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំដូចនឹងស្ទឹងសែនដែរហើយជាស្ទឹងដែលមានទំហំធំជាងគេលំដាប់លេខ2បន្ទាប់ពីស្ទឹងសែននៃដៃស្ទឹងសំខាន់ៗទាំង11ដែលហូរចូលក្នុងបឹងទន្លេសាបស្ទឹងនេះមានប្រភពមកពីតំបន់ខ្ពង់រាបក្នុងខេត្តព្រះវិហារនិងតំបន់ព្រៃឡង់តំបន់ជុំវិញស្ទឹងជីនិតគឺជាជង្រុកស្រូវដ៏សំខាន់ស្ទឹងស្ទងក៏ជាស្ទឹងមួយដែលស្ថិតនៅក្នុងខេត្តកំពង់ធំដែលជាប្រភពទឹកដ៏សំខាន់សម្រាប់បង្កបង្កើនផលស្រូវរបស់ប្រជាកសិករក្នុងស្រុកស្ទងដែលជាស្រុកផលិតស្រូវដ៏ធំមួយនៅក្នុងខេត្តកំពង់ធំបើមកមើលស្ទឹងដែលស្ថិតនៅក្នុងខេត្តសៀមរាបវិញស្ទឹងសៀមរាបជាផ្លូវទឹកដែលហូរកាត់បេះដូងនៃក្រុងសៀមរាបនិងជាផ្លូវទឹកផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយតំបន់អង្គរក្នុងការដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ប្រាសាទស្ទឹងសៀមរាបមានប្រភពចេញពីតំបន់ភ្នំគូលែនស្ទឹងនេះបានក្លាយជាតំបន់កំសាន្តនិងសោភ័ណភាពក្រុងយ៉ាងទាក់ទាញតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធមាត់ស្ទឹងស្ទឹងជីក្រែងក៏ជាស្ទឹងមួយដែលស្ថិតនៅទិសខាងកើតនៃខេត្តសៀមរាបនៅលើដងស្ទឹងជីក្រែងមានស្ពានបុរាណដ៏ល្បីល្បាញមួយគឺស្ពានកំពង់ក្ដីដែលជាស្ពានថ្មបុរាណសង់ក្នុងសម័យអង្គរដែលជាភស្តុតាងបង្ហាញថាស្ទឹងនេះគឺជាចំណុចយុទ្ធសាស្ត្រលើផ្លូវបុរាណតភ្ជាប់ពីក្រុងអង្គរទៅកាន់តំបន់ផ្សេងៗទៀតបច្ចុប្បន្នទីតាំងស្ពាននេះបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់នៅក្នុងស្រុកជីក្រែងស្ទឹងស្រែងគឺជាផ្លូវទឹកស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជាដែលដើរតួនាទីជាព្រំប្រទល់រវាងខេត្តចំនួន3មានខេត្តសៀមរាបខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យអាចផ្ដល់ទឹកស្រោចស្រពដល់ផ្ទៃដីកសិកម្មរាប់ម៉ឺនហិកតាដែលគ្របដណ្ដប់លើខេត្តទាំង3ខេត្តសៀមរាបខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យបើយើងងាកមកមើលដៃស្ទឹងដែលស្ថិតនៅផ្នែកខាងក្រោមនៃទីតាំងភូមិសាស្ត្របឹងទន្លេសាបវិញស្ទឹងបរិបូរណ៍បានដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់ប្រជាជនក្នុងខេត្តកំពង់ឆ្នាំងស្ទឹងនេះហូរចាក់ចូលទៅក្នុងបឹងទន្លេសាបត្រង់តំបន់ឆ្នុកទ្រូងដែលជាចំណុចសេដ្ឋកិច្ចជាទីតាំងនេសាទនិងជាទីតាំងជម្រកត្រីពងកូនមួយដ៏សំខាន់ក្នុងបឹងទន្លេសាបស្ទឹងពោធិ៍សាត់បាននាំទឹកយ៉ាងច្រើនមកពីជួរភ្នំក្រវាញឆ្លងកាត់តាមខេត្តពោធិ៍សាត់ស្ទឹងនេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏ធំខេត្តពោធិ៍សាត់ល្បីល្បាញខាងផលិតស្រូវនិងដំណាំហូបផ្លែដូចជាក្រូចពោធិ៍សាត់ដែលត្រូវពឹងផ្អែកទាំងស្រុងទៅលើប្រព័ន្ធទឹកនៃស្ទឹងនេះស្ទឹងស្វាយដូនកែវជាខ្សែបន្ទាត់បែងចែកខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងស្ទឹងនេះមានតួនាទីតភ្ជាប់អេកូឡូស៊ីរវាងតំបន់ជួរភ្នំ
និងតំបន់បឹងទន្លេសាបទឹកស្ទឹងនេះត្រូវបានប្រើប្រាស់សម្រាប់ស្រោចស្រពដីស្រែរាប់ពាន់ហិកតាទាំងស្រូវវស្សានិងស្រូវប្រាំងនៅក្នុងស្រុកមងរសីនិងស្រុកកណ្ដៀងស្ទឹងសង្កែជាអត្តសញ្ញាណនៅក្រុងបាត់ដំបងស្ទឹងនេះបានហូរកាត់តាមក្រុងបាត់ដំបងរួចហូរចាក់ចូលទៅក្នុងបឹងទន្លេសាបត្រង់តំបន់ព្រែកទាល់ស្ទឹងសង្កែគឺជាចំណុចទាក់ទាញបំផុតក្នុងក្រុងបាត់ដំបងដែលអមដោយអគារបេតិកភណ្ឌសម័យបារាំងផ្លូវទឹកពីបាត់ដំបងទៅសៀមរាបគឺជាខ្សែទស្សនាចរណ៍ដ៏ល្បីល្បាញបំផុតមួយដែលឆ្លងកាត់តាមភូមិបណ្ដែតទឹកនិងតំបន់អភិរក្សព្រែកទាល់ស្ទឹងមង្គលបុរីជាប្រភពទឹកសម្រាប់កសិកម្មរវាងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងដែលធ្វើឲ្យខេត្តទាំងពីរនេះមានភាពល្បីល្បាញថាជាជំរកស្រូវនៃប្រទេសកម្ពុជាស្ទឹងមង្គលបុរីក៏មានទំនាក់ទំនងជាមួយនឹងប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្មបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំស្រែចម្ការនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យស្ទឹងសំខាន់ទាំង11ដែលហូរចាក់ចូលបឹងទន្លេសាបមិនត្រឹមតែជាផ្លូវទឹកធម្មជាតិប៉ុណ្ណោះទេប៉ុន្តែគឺជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់ដែលបានផ្ដល់ទឹកស្រោចស្រពដីកសិកម្មរាប់លានហិកតាធានាបាននូវសន្តិសុខស្បៀងស្រូវអង្កររបស់កម្ពុជានិងផ្នែកជាច្រើនទៀតដែលដៃស្ទឹងសំខាន់នេះផ្ដល់ឲ្យ